សួស្តីកូនៗទាំងអស់គ្នាយើងទៅវិញ្ញាសាទី28គឺវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រវិទ្យុសិក្សាទុតិយភូមិសម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាបាទនៅក្នុងវិញ្ញាសាទី28របស់យើងគឺមាន5សំណួរទី1តើខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណាសំណួរទី2ចូលធ្វើអត្ថាធិប្បាយអំពីអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីក្នុងដំណោះស្រាយចំនួនបញ្ហានយោបាយនៅកម្ពុជាទី3ចូលប្រៀបធៀបខ្លឹមសារជាប្រវត្តិសាស្ត្រនៃសន្និសីទហ្សឺណែវឆ្នាំ1954និងសន្និសីទក្រុងប៉ារីឆ្នាំ1991សំណួរទី4តើព្រះបាទនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនមានទូទាអ្វីខ្លះនៅក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជានិងសំណួរទី5ដែលជាសំណួរចុងក្រោយចូលពណ៌នាអំពីដំណើរការនៃការកសាងជាតិឡើងវិញចាប់ពីឆ្នាំ1998រហូតដល់បច្ចុប្បន្នបាទនេះគឺជាសំណួរនៅក្នុងវិញ្ញាសាទី28មុននឹងឈានទៅដល់ការឆ្លើយសំណួរលោកគ្រូចង់ឲ្យកូនបន្ទាប់ពីបានស្ដាប់ឬក៏ទស្សនាវីដេអូរបស់លោកគ្រូហើយបើសិនបើកូនមានចម្ងល់ឬក៏មតិយោបល់អ្វីមួយកូនអាច comment នៅខាងក្រោមវីដេអូរបស់លោកគ្រូបានហើយបើកូនយល់ថាវីដេអូនេះល្អកូនជួយចុច like ហើយយល់ថាវាមានប្រយោជន៍កូនអាចចុច share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់ពួកយើងដើម្បីឲ្យពួកគាត់បានឃើញវីដេអូនេះដូចគ្នាជាចុងក្រោយសូមកូនជួយចុច subscribe channel របស់លោកគ្រូមួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តទៀតបាទយើងចូលទៅចម្លើយនៃសំណួរទាំង5របស់យើងដែលសំណួរទី1និយាយអំពីខ្មែរក្រហមដែលសួរថាតើខ្មែរក្រហមកាន់អំណាចនៅទីក្រុងភ្នំពេញគឺនៅថ្ងៃខែឆ្នាំណាបាទនេះគឺជាចម្លើយខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី17ខែមេសាឆ្នាំ1975សំណួរទី2និយាយអំពីអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីក្នុងដំណោះស្រាយចំនួននៅកម្ពុជាបាទអញ្ចឹងតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺប្រព្រឹត្តទៅថ្ងៃទី23ខែតុលាឆ្នាំ1991ដែលមានការចូលរួមហត្ថលេខាពីប្រទេសចំនួន18ហើយនៅក្នុងអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនេះផងដែរភាគីដែលបានចុះហត្ថលេខាទាំងអស់បានយល់ព្រមសន្យាថាគោរពឯករាជ្យអធិបតេយ្យភាពបូរណភាពអព្យាក្រឹតនិងឯកភាពរបស់កម្ពុជាហើយនៅក្នុងអត្ថបទដែលនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពនៃក្រុងប៉ារីនេះផងដែរគឺនិយាយអំពីបទឈប់បាញ់រវាងភាគីចំនួននៅកម្ពុជានិងការកាត់រំសាយកងទ័ពហើយភាគីចំនួនដែលមាននៅក្នុងប្រទេសកម្ពុជាក្រោយពីបានចុះហត្ថលេខាអំពីសន្តិភាពក្រុងប៉ារីហើយសន្យាថានឹងរំលាយចលនាបដិវត្តរបស់ខ្លួនហើយបង្កើតទៅជាគណៈបកនយោបាយដើម្បីចូលរួមប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនិងមួយចំណុចទៀតប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានកាតព្វកិច្ចគ្រប់ឯករាជ្យអធិបតេយ្យភាពបូរណភាពនិងអព្យាក្រឹតគ្នាទៅវិញទៅមកហើយនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះផងដែរក៏មានការនិយាយអំពីការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជានិងការនាំមកឲ្យកម្ពុជាវិញនៅសន្តិភាពពេញលេញហើយនៅក្នុងសេចក្តីថ្លែងការណ៍និយាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនោះក៏មាននិយាយផងដែរអំពីទី1ការកំណត់អាណត្តិរបស់អ៊ុនតាក់ដើម្បីមកពិនិត្យមើលបទឈប់បាញ់រក្សាសន្តិភាពនិងរៀបចំការបោះឆ្នោតទៅតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទី2គឺការរៀបចំរដ្ឋតាមបែបប្រជាធិបតេយ្យទី3គឺមានការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរជាពិសេសពីជំរំជនភៀសខ្លួននៅតាមជ័យដែនខ្មែរស៊ីមឲ្យវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញទី4គឺការកំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជារួមមានគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបកការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជានិងគោលការណ៍នីតិរដ្ឋជាដើមទី5គឺមានប្រទេសហត្ថលេខីសន្យាផ្ដល់ជំនួយដើម្បីស្ដារនឹងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបាទនឹងមានចម្លើយត្រឹមត្រូវផ្សេងទៀតផងដែរយើងទៅចម្លើយនៃសំណួរទី3ដែលឲ្យយើងប្រៀបធៀបអំពីខ្លឹមសារជាប្រវត្តិសាស្ត្រនៃសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954និងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីឆ្នាំ1991បាទចំណុចដូចគ្នានៃខ្លឹមសារជាប្រវត្តិសាស្ត្រនៃសន្និសីទទីក្រុងហ្សឺណែវនិងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីគឺទី1គឺសិទ្ធិពលរដ្ឋនិងការបោះឆ្នោតទី2ព្រមព្រៀងបញ្ឈប់ការបាញ់គ្នានៅប្រទេសកម្ពុជាទី3គឺការដកកម្លាំងកងទ័ពបរទេសចេញពីកម្ពុជានិងទី4ការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់កម្ពុជាបាទនៅមានចម្លើយត្រឹមត្រូវផ្សេងទៀតផងដែរចំណែកចំណុចខុសគ្នាគឺយើងនិយាយអំពីសន្និសីទទីក្រុងហ្សឺណែវមុនគឺសន្និសីទហ្សឺណែវឆ្នាំ1954នៅក្នុងសន្និសីទហ្សឺណែវគឺនិយាយអំពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិននិងគោរពឯករាជ្យអធិបតេយ្យភាពនៃប្រទេសកម្ពុជានៅក្នុងតំបន់ឥណ្ឌូចិនទី2និយាយអំពីការប្រគល់ឯករាជ្យដល់រដ្ឋដែលស្ថិតនៅក្រោមអាណាព្យាបាលបារាំងទី3និយាយអំពីជោគវាសនា
ដល់រដ្ឋនានានៅតំបន់ឥណ្ឌូចិននិងទី4សេចក្តីថ្លែងការណ៍របស់រដ្ឋតំណាងរបស់និងទី4សេចក្តីថ្លែងការណ៍របស់រដ្ឋតំណាងគឺសហរដ្ឋអាមេរិកស្តីពីអរិយាប័ត្ររបស់ខ្លួនតាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្និសីទហ្សឺណែវបាទនៅមានចម្លើយត្រឹមត្រូវផ្សេងទៀតផងដែរចំណុចមួយទៀតដែលនិយាយអំពីភាពខុសគ្នារវាងសន្និសីទហ្សឺណែវនិងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីឆ្នាំ91បាទគឺសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីឆ្នាំ91មានដូចជាទី1គឺមានការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់របស់កម្ពុជាដែលហៅកាត់ថា SNC ទី2មានការបង្កើតអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហជីវជាតិនៅកម្ពុជាទី3គឺមានការប្រកាសសិទ្ធិឲ្យអ៊ុនតាក់គ្រប់គ្រងប្រទេសកម្ពុជានៅក្នុងសម័យអន្តរកាលទី4គឺមានការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនខ្មែរដែលរស់នៅតាមជ័យដែនខ្មែរស៊ីមឲ្យត្រឡប់មកកម្ពុជាវិញនិងទី5និយាយអំពីការកសាងប្រទេសកម្ពុជាឡើងវិញបាទនេះគឺជាភាពខុសគ្នារវាងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954និងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីឆ្នាំ1991ទី6គឺការផ្ទេរអំណាចនិងការគ្រប់គ្រងកងទ័ពក្រសួង5ដែលត្រូវគ្រប់គ្រងដោយអ៊ុនតាក់ទី7កងទ័ពគ្រប់ភាគីទាំងអស់ដែលត្រូវទី7កងទ័ពគ្រប់ភាគីទាំងអស់ត្រូវគ្រប់គ្រងនៅក្នុងបន្ទាយទាំងអស់ទី8គឺមានការដោះលែងឆ្លើយសឹកនិងជនស៊ីវិលដែលជាប់ឃុំទី9គោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសកម្ពុជាទី10ការកសាងនិងស្ដារប្រទេសកម្ពុជាឡើងវិញបាទនេះគឺជាភាពខុសគ្នាបាទនេះគឺជាខ្លឹមសារនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីដែលមានលក្ខណៈតែមានខ្លឹមសារមិនដូចគ្នាជាមួយសន្និសីទហ្សឺណែវឆ្នាំ1954ទី4យើងនិយាយអំពីទូនាទីរបស់កូណាសៀនុនិងសម្ដេចហ៊ុនសែននៅក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជាបាទចំណុចទី1គឺយើងនិយាយអំពីកូណាសៀនុជាមុនដែលនៅក្នុងផ្នែកនេះយើងសូមធ្វើការបែងចែកជាចំណុចតូចៗដូចខាងក្រោមទី1កូណាសៀនុជាចលនាទី1គឺកូណាសៀនុជាតំណាងចលនាត្រីភាគីទី2កូណាសៀនុជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ឬ SNC ទី3កូណាសៀនុជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានកិច្ចចរចាបញ្ចប់សង្គ្រាមនៅកម្ពុជាដែលនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព23ដុល្លារ91ដើម្បីបញ្ចប់សង្គ្រាមទី4កូណាសៀនុជាអ្នកផ្សះផ្សាជាតិមរុំជាតិជាស្ដែងក្រោយការបោះឆ្នោត93ប្រទេសកម្ពុជាមានវិបត្តិនយោបាយគឺមានការបែងចែកអំណាចនៃគណៈបកនយោបាយ2គឺគណៈបកហ៊ុនស៊ុនពេជ្រនិងគណៈបកប្រជាជនបាទនឹងមានចម្លើយត្រឹមត្រូវផ្សេងទៀតដែរយើងទៅមួយផ្នែកទៀតនិយាយអំពីសម្ដេចហ៊ុនសែនបាទទី1គឺលោកគឺជាតំណាងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាហើយក៏ជាអ្នកផ្ដួចផ្ដើមឲ្យមានកិច្ចចរចាបញ្ចប់សង្គ្រាមនៅកម្ពុជានិងជាដៃគូចរចាជាមួយកូណាសៀនុទី2គឺលោកជាអ្នកចូលរួមនៅក្នុងកិច្ចចរចាសន្តិភាព23ដុល្លារ91ដែលនាំឲ្យប្រទេសកម្ពុជាឈានទៅដល់ការបោះឆ្នោតឆ្នាំ93ទី3គឺលោកជាអ្នកផ្ដល់កិច្ចការពារសន្តិសុខសម្ដាប់ធ្នាប់ដើម្បីឲ្យមានការបោះឆ្នោតមួយនៅកម្ពុជាទី4ក្រោយការបោះឆ្នោតឆ្នាំ93សម្ដេចបានព្រមព្រៀងធ្វើសមាហរណកម្មដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាដោយបានគំតិចអង្គការនយោបាយនិងអង្គការចាត់តាំងយោធាខ្មែរក្រហមនៅឆ្នាំ1998បាទនេះគឺជាចម្លើយនៃសំណួរទី4យើងទៅចម្លើយនៃសំណួរទី5ដែលនិយាយអំពីការកសាងជាតិឡើងវិញពីឆ្នាំ1998ដល់បច្ចុប្បន្នបាទលោកគ្រូសូមធ្វើការបែងចែកជាផ្នែកធំរួចហើយលោកគ្រូសូមធ្វើការលម្អិតតាមផ្នែកនីមួយៗដូចខាងក្រោមទី1គឺវិស័យនយោបាយបាទនៅក្នុងផ្នែកនេះមានដូចជា1នៅឆ្នាំ1998មានការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមនិងរដ្ឋាភិបាលឲ្យមានកងកម្លាំងឯកភាពជាតិដើម្បីស្ដារប្រទេសនិងកសាងកម្ពុជាឡើងវិញទី2ក្រោយពីកងកម្លាំងខ្មែរក្រហមដួលរលំនៅតាមព្រំដែនក៏មានសុវត្ថិភាពនៃការអភិវឌ្ឍទី3មានការគំតិចរចនាសម្ព័ន្ធក្នុងអង្គការចាត់តាំងខ្មែរក្រហមទី4មានការបែងចែកដីធ្លីកាន់កាប់ជាកម្មសិទ្ធិឯកជនដល់កងកម្លាំងខ្មែរក្រហមទី5កងទ័ពខ្មែរក្រហមបានទទួលតួនាទីនឹងបនស័កដែលធ្លាប់មានពីមុនហើយកម្ពុជាក្លាយទៅជាសមាជិកនៃអង្គការសហបានអន្តរជាតិនានាទី5មានកិច្ចសហប្រតិបត្តិការជាអន្តរជាតិជាមួយប្រទេសនានាក្នុងតំបន់និងពិភពលោកទី6មានការយោគយល់គ្នានឹងសហប្រតិបត្តិការផ្នែកនយោបាយយោធានិងសេដ្ឋកិច្ចជាមួយប្រទេសនានាក្នុងពិភពលោកទី7កម្ពុជាក្លាយជាប្រធានអាស៊ាន3លើកគឺនៅឆ្នាំ2002 2012និង2022យើងទៅផ្នែកធំទី2គឺវិស័យសង្គមបាទទី1កម្ពុជាមានសន្តិភាពនិងសុខសុវត្ថិភាពទី2មានការកសាងសាលារៀនមន្ទីរពេទ្យជាដើមទី3មានការធ្វើកំណែតម្រង់គ្រប់វិស័យដែលនាំកម្ពុជាមានការរីកចម្រើនទី4មានការប្រឆាំងអំពើពុករលួយទី5រដ្ឋាភិបាលបានអនុវត្តនៅចំណុចគោលក្នុងសង្គមដូចជាអភិបាលកិច្ចល្អការលើកស្ទួយវិស័យកសិកម្មអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តការអភិវឌ្ឍវិស័យឯកជននិងការងារការកសាងសមត្ថភាពនិងការអភិវឌ្ឍទុនធានមនុស្សជាដើម
ទី6ក្រមឆ័ត្រនៃសន្តិភាពរដ្ឋាភិបាលបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យទី7ក្នុងបរិបទ COVID-19 រដ្ឋាភិបាលបានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជនដោយចាត់វិធានការចាក់វ៉ាក់សាំងដល់ពលរដ្ឋកម្ពុជាយើងទៅផ្នែកទី3និយាយអំពីវិស័យសេដ្ឋកិច្ចបាទនៅថ្ងៃទី30ខែមេសាឆ្នាំ1999កម្ពុជាបានក្លាយទៅជាសមាជិកអាស៊ានដែលនាំឲ្យមានការធ្វើទំនាក់ទំនងពាណិជ្ជកម្មកាន់តែមានភាពល្អប្រសើរទី2កម្ពុជាបានអនុវត្តនៅសេដ្ឋកិច្ចទីផ្សារសេរីទី3កម្ពុជាបានក្លាយជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ2015ដែលនាំឲ្យមានការធ្វើលំហូរអ្នកវិនិយោគកាន់តែច្រើនចូលមកកម្ពុជាហើយកម្ពុជាក៏ក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរទី4មានការរីកចម្រើនផ្នែកឧស្សាហកម្មជាពិសេសឧស្សាហកម្មកាត់ដេរវិស័យទេសចរមានការរៀបចំកែប្រែដែលអាចទាក់ទាញទេសចរបានកាន់តែច្រើនបាទនៅមានចំណុចផ្សេងៗទៀតផងដែរចំណុចទី4យើងនិយាយអំពីវិស័យវប្បធម៌បាទនៅក្នុងចំណុចនេះមានដូចជា1មានការយកចិត្តទុកដាក់លើវិស័យកីឡា2មានការយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ3មានការគ្រប់គ្រងសាលារៀនផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រទី4មានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការទី5អភិរក្សសម្បត្តិវប្បធម៌រូបិយអរូបិយព្រមទាំងដាក់បញ្ចូលនៅសម្បត្តិបេតិកភណ្ឌពិភពលោកដូចជាប្រាសាទអង្គរវត្តប្រាសាទព្រះវិហារឬក៏ចាប៉ីដងវែងជាដើមនិងមានចម្លើយត្រឹមត្រូវផ្សេងៗទៀតផងដែរបាទយើងទៅមួយផ្នែកទៀតនិយាយអំពីការអនុវត្តច្បាប់បាទទី1គឺមានសេរីភាពផ្នែកសារព័ត៌មានទី2មានការអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពនៅក្នុងការបង្កើតអង្គការសង្គមស៊ីវិលទី3មានការទប់ស្កាត់ការជួញដូរមនុស្សនិងអក្រិតកម្មនានាទី4មានការដាក់ឲ្យអនុវត្តច្បាប់ចរាចរណ៍និងមានការបង្កើតច្បាប់ថ្មីៗជាច្រើនបាទនិយាយសារទី28របស់យើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមអរគុណដល់កូនៗដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមដល់ចប់ហើយលោកគ្រូក៏សូមជូនពរឲ្យកូនៗទទួលបានជោគជ័យនៅក្នុងការប្រឡងយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀត